ត់ឧទាហរណ៍ដូចជាប្រព័ន្ធទូរស័ព្ទឆ្លាតវៃយើងមួយគ្រឿងឥឡូវនេះប្រហែលជា50 60ប៉ុន្តែបើសិនជាតម្លាក់ថ្លៃត្រឹម$10ទិញ iPhone នៃបានប្រើកាន់តែល្អទៀតអញ្ចឹងជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍មកកាន់កម្មវិធីតោះនិយាយពី Digital ហើយថ្ងៃនេះគឺជា episode ទី1របស់ពួកយើងសម្រាប់កម្មវិធីយើងនឹងមានការជជែករឿងរ៉ាវជាច្រើនជុំវិញនឹង Digital ហើយថ្ងៃនេះប្រធានបទយើងនឹងជជែកទៅលើសិទ្ធិ Digital អាចថាតើសិទ្ធិ Digital មានលក្ខណៈបែបម៉េចឧបសគ្គក៏ដូចជាយើងជាអ្នកប្រើប្រាស់ Digital គួរតែមានការការពារបែបម៉េចដែរប៉ុន្តែថ្ងៃនេះខ្ញុំអត់បានមកម្នាក់ឯងទេជាងក៏មានវាគ្មិនពិសេសដែលគាត់គឺជាអ្នកជំនាញជំរាបសួរបងជំរាបសួរអូនបាទបងសុខសប្បាយសុខសប្បាយអាចថាបងសូមជួយណែនាំខ្លួនទៅកាន់ឲ្យទស្សនិកជនយើងដើម្បីឲ្យពួកគាត់ដឹងពីបងបន្ថែមបាទសួស្តីទស្សនិកជនខ្ញុំឈ្មោះណប់វីជានាយកប្រតិបត្តិនៅសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាកម្ពុជាបាទអាចថាបងជួយនិយាយពីការងារពាក់ព័ន្ធដែលបងបានធ្វើរាល់ថ្ងៃជាសមាគមដើម្បីធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មានយើងផ្ដល់ការបណ្ដុះបណ្ដាលទៅដល់អ្នកសារព័ត៌មានរួមជាមួយនឹងអ្នកសារព័ត៌មានពលរដ្ឋហើយយើងក៏ចូលរួមនៅក្នុងការការពារក៏ដូចជាលើកកម្ពស់សិទ្ធិរបស់អ្នកសារព័ត៌មានអូស្ដាប់ទៅការងារបងមានញឹកច្រើនតែបងអាចមានពេលវេលាដើម្បីមកចូលរួមជាមួយពួកយើងថ្ងៃនេះដោយសារតែជួបបងជាអ្នកជំនាញឯងបងអញ្ចឹងខ្ញុំចង់ដឹងថាតើបងអាចបញ្យល់បានតិចថាតើសិទ្ធិ Digital ហ្នឹងមានន័យដូចម្ដេចទៅបងបាទខ្ញុំសូមជម្រាបជូនដែរថាសមាគមកម្ពុជាជាសមាជិកមួយនៅក្នុងចំណោមអង្គការសមាគមប្រមាណជា20ដែលរៀបចំបង្កើតជាក្រុមការងារពិសេសមួយយើងហៅថាក្រុមការងារសិទ្ធិ Digital បាទដែលធ្វើកិច្ចការងារដើម្បីលើកកម្ពស់សិទ្ធិ Digital ហើយនឹងតាក់ទងជាមួយនឹងសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតបើកាលណាយើងនិយាយពីសិទ្ធិ Digital ក៏ជាសិទ្ធិមនុស្សដែរសិទ្ធិមនុស្សមានន័យថារដ្ឋាភិបាលលោកមានតួនាទីសំខាន់នៅក្នុងការធានាថាពលរដ្ឋគ្រប់រូបហ្នឹងគឺថាទទួលបាននៅសិទ្ធិឬមួយក៏អាចប្រើប្រាស់បាននៅប្រព័ន្ធ Digital បើយើងនិយាយភ្ជាប់អំពីរឿង Digital យើងដឹងហើយថាប្រព័ន្ធបច្ចុប្បន្ននេះគឺប្រព័ន្ធ Digital មិនមែនប្រព័ន្ធ Analog ដូចមុនទេសូម្បីតែទូរទស្សន៍ក៏ទូរទស្សន៍ Digital ដែរយើងប្រើតែ tele យើងចុចយើង touch បាននៅលើ screen សូម្បីតែប្រព័ន្ធទូរស័ព្ទរបស់យើងក៏ Digital ដែរហើយគូផ្សំជាមួយនឹងកំណើនការរីកចម្រើនលើប្រព័ន្ធអ៊ីនធឺណិតដូចយើងដឹងហើយថាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាអាចភ្ជាប់ទំនាក់ទំនងអាចប្រើប្រាស់មធ្យោបាយប្រព័ន្ធអ៊ីនធឺណិតដែលជាមធ្យោបាយថ្មីមួយដែលអាចភ្ជាប់ទំនាក់ទំនងពីក្នុងស្រុកទៅដល់ពិភពលោកទាំងមូលអញ្ចឹងសូម្បីតែការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រព័ន្ធព័ត៌មាននៅក្នុងពេលបច្ចុប្បន្ននេះក៏យើងផ្ដោតទៅលើរឿងប្រព័ន្ធអនឡាញហ្នឹងដែរកាលណាយើងនិយាយអនឡាញយើងភ្ជាប់ជាមួយនឹង Digital ប្រព័ន្ធ Digital យើងនិយាយអំពីសិទ្ធិ Digital ដោយសារតែនៅពេលដែលមានការរីកចម្រើនរឿងប្រព័ន្ធ Digital Internet រួមជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាគឺយើងគិតអំពីរឿងតាក់ទងជាមួយនឹងលទ្ធភាពនិងសមត្ថភាពរបស់អ្នកប្រើប្រាស់កាលណាយើងនិយាយពីអ្នកប្រើប្រាស់យើងនិយាយពីប្រជាពលរដ្ឋទូទៅដោយមិនមានការលើកលែងដោយមិនមានការរើសអើងលុះត្រាតែអ្នកមានលទ្ធភាពបានអាចប្រើប្រាស់អ៊ីនធឺណិតបានដែលអាចប្រើប្រាស់ប្រព័ន្ធ Digital បានលុះត្រាតែអ្នកមានធនធានលុយបានអាចប្រើប្រាស់បានយើងនិយាយអំពីសិទ្ធិមានន័យថាប្រជាពលរដ្ឋគ្រប់រូបអ្នកណាក៏ដោយគឺអាចប្រើប្រាស់បាទ Digital Internet នឹងបានប៉ុន្តែសំណួរសួរថាចុះបើយើងនិយាយពីសិទ្ធិចុះយើងធ្វើម៉េចដើម្បីប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់បាននៅពេលដែលប្រជាពលរដ្ឋមិនមានធនធានដូចគ្នាផងហ្នឹងអ្នកមានលុយអាចប្រើប្រាស់បានអ្នកអត់មានលុយមិនអាចប្រើប្រាស់បានដូច្នេះហើយបានយើងនិយាយអំពីសិទ្ធិ Digital មានន័យថាអ្នកដែលអត់មានលទ្ធភាពប្រើប្រាស់រដ្ឋត្រូវធ្វើម៉េចក៏ដោយឲ្យគាត់អាចនឹងប្រើប្រាស់បានឧទាហរណ៍នៅក្នុងពេលបច្ចុប្បន្ននេះយើងលើកចំណុច2ដើម្បីស្នើទៅរដ្ឋដើម្បីពិចារណាចំណុចទី1រឿងតាក់ទងជាមួយនឹង Internet Accessibility មានន័យថាប្រព័ន្ធ Digital ធ្វើម៉េចអាចបានទៅដល់តំបន់ជនបទដាច់ស្រយាលដែលប្រជាពលរដ្ឋអាចឃើញអាចមានលទ្ធភាពនៅក្នុងការប្រើប្រាស់ទី2រឿង Digital រឿង Internet Affordability មានន័យថាប្រជាពលរដ្ឋគឺបើសិនជាគាត់អត់មានធនធានអត់មានលុយដើម្បីប្រើប្រាស់ Internet
ទេមានន័យថាយើងធ្វើមិនក៏ដោយឲ្យតម្លៃអ៊ីនធឺណិតហ្នឹងវាថោកដែលប្រជាពលរដ្ឋអាចប្រើប្រាស់បានឧទាហរណ៍ថាបើសិនជាអ៊ីនធឺណិតយើងចំណាយលុយ$16បានយើងមានអ៊ីនធឺណិតប្រើក្នុងមួយខែដូច្នេះបើសិនជារដ្ឋអាចជួយធ្វើម៉េចដោយសារតែវាជាសិទ្ធិរបស់ប្រជាពលរដ្ឋអញ្ចឹងរដ្ឋធ្វើម៉េចដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងគឺថាអាចប្រើប្រាស់អ៊ីនធឺណិតឬក៏ digital ហ្នឹងបានដោយការចំណាយតិចតួចបំផុតឧទាហរណ៍ដូចជាប្រព័ន្ធទូរស័ព្ទឆ្លាតវៃយើងមួយគ្រឿងឥឡូវនេះប្រហែលជា50-60ប៉ុន្តែបើសិនជាតម្លាក់ថ្លៃត្រឹម$10ទិញ iPhone ឲ្យបានប្រើកាន់តែល្អទៀតអញ្ចឹងអ៊ីនធឺណិតយើងថា$1ចំណាយ$1បានអ៊ីនធឺណិតប្រើមួយខែខ្ញុំគិតថាប្រជាពលរដ្ឋទាំងអស់ subscribe អ៊ីនធឺណិតប្រើទាំងអស់មែនទេបាទបងអញ្ចឹងអ្នកដែលនៅតំបន់ដាច់ស្រយាលក៏គាត់អាចប្រើគាត់ប្រើអ្នកណាក៏ចង់ប្រើដែររឿងតាក់ទងសំខាន់មួយទៀតដោយសារតែបច្ចុប្បន្ននេះអ្នកនៅតំបន់ជនបទដាច់ស្រយាលសូម្បីតែយើងចុះទៅតំបន់ដាច់ស្រយាលហ្នឹងអត់មានសេវាទូរស័ព្ទទេអាហ្នឹងដែលរដ្ឋត្រូវគិតព្រោះវាជាសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងការ access អាហ្នឹងបានរឿងតាក់ទងជាមួយនឹងល្បឿននៃអ៊ីនធឺណិតនៅតំបន់ជនបទអីហ្នឹងគឺថាធ្វើម៉េចធានាឲ្យបានឲ្យមានប្រព័ន្ធ 5G ទៅដល់ឃុំទៅដល់ភូមិចង់កាត់មាត់ញោកអីក៏ដោយខ្ញុំគិតថាអាហ្នឹងហើយដែលជាការធានាថាពលរដ្ឋនៅតំបន់ណាក៏ដោយគឺថាគាត់ទទួលបាននៅការអនុវត្តឬក៏ការប្រើប្រាស់សិទ្ធិរបស់គាត់បានពេញលេញបាទបើតាមស្ដាប់បងទៅអាចថាជាសិទ្ធិមនុស្សមួយហើយតសំខាន់ទៅលើអ្នកប្រើប្រាស់អញ្ចឹងបើសិនជាក្នុងនាមជាបុគ្គលម្នាក់តើហេតុអីបានជាគាត់គួរតែមានការគេហៅថាយកចិត្តទុកដាក់ទៅលើសិទ្ធិ digital របស់ខ្លួនឯងអញ្ចឹងណាបងបើមែនតើទៅបើនិយាយអំពីរឿង digital technology internet នៅក្នុងប្រទេសកម្ពុជាយើងប្រហែលជាខ្ទង់10ឆ្នាំទេយើងទើបតែមានដែលការប្រែប្រួលហើយនឹងកំណើននៃការបោះជំហានខ្លាំងក្នុងរយៈពេល10ឆ្នាំចុងក្រោយទេដូច្នេះបើសិនជាមើលនៅក្នុងរូបភាពនេះយើងសួរថាចុះប្រទេសគេជឿនលឿនគេវិវត្តយូរហើយគេជឿនលឿនជាងយើងឆ្ងាយបាទគេប្រើរហូតដល់គេប្រើសិតតម្លៃគេប្រើអីបើសិនជាមិនមានកំណើនឬក៏ការយកចិត្តទុកដាក់ទៅដល់ការប្រើប្រាស់នៅប្រព័ន្ធ digital ឬមួយក៏ internet សម្រាប់ប្រជាពលរដ្ឋគ្រប់រូបទេសម្រាប់មនុស្សគ្រប់រូបទេគឺថាយើងមិនអាចធ្វើឲ្យមានការរីកចម្រើននៃធនធានមនុស្សខាងក្នុងប្រទេសយើងទេគឺថាយើងអត់អាចមានភាពជឿនលឿនដូចបណ្ដាប្រទេសផ្សេងៗទេហើយការអភិវឌ្ឍស្រុកទេសគឺចេញពីការអភិវឌ្ឍធនធានមនុស្សបើសិនជាធនធានមនុស្សមិនទទួលបានការអភិវឌ្ឍខ្ញុំគិតថាយើងប្រកាសជាមិនអាចឈានទៅដល់ការអភិវឌ្ឍឬមួយក៏គោលដៅនៃការចាក់ចេញពីប្រទេសក្រីក្រប្រហែលជាក៏ពិបាកនៅក្នុងការទទួលបានជោគជ័យបើសិនជាយើងមិនព្រមឆ្លើយតបឲ្យបាននៅសិទ្ធិ digital របស់ប្រជាពលរដ្ឋនឹងបាទអញ្ចឹងបើស្ដាប់ទៅមានរឿងរ៉ាវច្រើនដើម្បីទទួលបានសិទ្ធិ digital ហ្នឹងចុះក្នុងពេលជាមួយនឹងគ្នាបងតើអាចថាពួកគាត់ពេលដែលប្រើប្រាស់បណ្ដាញសង្គមឬក៏មានវេទិកាអនឡាញអញ្ចឹងតើពួកគាត់គួរតែមានការពីសិទ្ធិ digital របស់ខ្លួនឯងនឹងបែបមិនដែរបងធ្វើម៉េចក៏ដោយឲ្យសេវាគេហៅថារចនាសម្ព័ន្ធអ៊ីនធឺណិតប្រព័ន្ធទូរស័ព្ទដៃមានប្រព័ន្ធ digital ហ្នឹងគឺថាបានទៅគៀកប្រជាពលរដ្ឋធ្វើម៉េចក៏ដោយហើយធ្វើម៉េចក៏ដោយហ្នឹងដូចខ្ញុំលើកខាងដើមអញ្ចឹងលុះត្រាតែតម្លៃនៃប្រព័ន្ធ technology ឬមួយក៏ប្រព័ន្ធ digital ឬក៏ internet ហ្នឹងវាទាបមែនតើវាគួបផ្សំជាមួយនឹងរឿងមួយចំនួនទៀតដែលបើយើងនិយាយអំពីសិទ្ធិយើងនិយាយអំពីសេរីភាពកាលណាយើងនិយាយអំពីសេរីភាពយើងនិយាយអំពីរឿងការព្រំដែនកំណត់ហើយព្រំដែនកំណត់វាមិនមែនអាស្រ័យទៅលើលទ្ធភាពវាមិនមែនអាស្រ័យទៅលើតែសមត្ថភាពសម័យ digital នេះគឺថាបើសិនជាយើងចង់រៀនយើងរៀនគ្រប់ទីកន្លែងដូច្នេះងាយនឹងចេះក៏ប៉ុន្តែចំណុចមួយទៀតនៅពេលដែលគាត់ចេះគាត់ដឹងហើយគឺថាដែលកាលណាគាត់មានសិទ្ធិ digital គឺគាត់ត្រូវប្រើប្រាស់ប្រព័ន្ធ digital ហើយដើម្បីឲ្យគាត់អាចប្រើប្រាស់ប្រព័ន្ធ digital នឹងបានលុះត្រាតែលំហប្រព័ន្ធ digital លំហ internet ហ្នឹងគឺថាវាមានលំហដែលត្រូវបានការពារដែរមិនមែនលំហដែលត្រូវបានរដ្ឋបတ်ទេការការពារអ្នកណាអ្នកការពារគឺស្ថាប័នរដ្ឋសមត្ថកិច្ចរបស់រដ្ឋក្រសួងជំនាញរបស់រដ្ឋត្រូវតែការពារធានាថាប្រជាពលរដ្ឋគ្រប់រូបគឺថាបានប្រើប្រាស់នៅប្រព័ន្ធ digital ឬមួយក៏ប្រព័ន្ធ internet ហ្នឹងនៅក្នុងលំហសេរីភាពមួយពេញលេញដោយអត់មានព្រួយអត់មានកង្វល់អត់មានភ័យខ្លាចអំពីរឿងការធ្វើទុកបុកម្នេញឬមួយក៏ការរដ្ឋបិទផ្សេងហើយដើម្បីរក្សាលំហនឹងបានវាត្រូវមើលអំពីទស្សនវិជ្ជានៃការរៀបចំប្រព័ន្ធច្បាប់គ្រប់គ្រងពីព្រោះជាធម្មតាដើម្បីអាចមានភាពសុខដុមឬមួយក៏គ្រប់គ្រងការប្រើប្រាស់ digital ការប្រើប្រាស់ internet ដូចបច្ចុប្បន្នយើងមាន scam យើងមានអីច្រើនយើងមានការលួចចូលទៅក្នុងប្រព័ន្ធ internet ដូច្នេះរដ្ឋក៏ត្រូវមានកាត
តបកិច្ចនៅក្នុងការរៀបចំច្បាប់ដើម្បីការពារមិនមែនច្បាប់ដើម្បីរដ្ឋបិទលំហដូចខ្ញុំនិយាយណាគឺច្បាប់ដើម្បីការពារដើម្បីប្រឆាំងតែអក្រិតជននេះទីហោថាអក្រិតជនណាមួយអ្នកណាមួយដែលបំពេញដែលល្មើសគាត់ចូលទៅក្នុងឧបករណ៍ digital របស់អ្នកផ្សេងទៀតឬមួយក៏បំពេញចូលទៅក្នុងអ៊ីនធឺណិតរបស់អ្នកផ្សេងទៀតគឺថាគាត់ត្រូវតែចាត់វិធានការផ្លូវច្បាប់អញ្ចឹងបានយើងឃើញនៅក្នុងពេលបច្ចុប្បន្ននេះរដ្ឋាភិបាលលោករៀបចំច្បាប់ដូចជាគេហៅថាសន្តិសុខ Cyber ជាច្បាប់មួយសំខាន់ច្បាប់មួយទៀតគេហៅថាកិច្ចការពារទិន្នន័យបុគ្គលពីព្រោះនៅលើប្រព័ន្ធ digital នៅលើប្រព័ន្ធអ៊ីនធឺណិតវត្តមានរបស់យើងនៅលើនឹងច្រើនណាស់ដូច្នេះរដ្ឋត្រូវរៀបចំច្បាប់ការពារទិន្នន័យរបស់យើងកុំឲ្យមានអ្នកផ្សេងយកទិន្នន័យរបស់យើងទៅប្រើប្រាស់ដោយផ្ដាស់ហើយមួយទៀតគឺគេហៅថាអក្រិតកម្មព័ត៌មានវិទ្យានៅលើប្រព័ន្ធ digital ហ្នឹងទៅមិនឲ្យមានច្បាប់ទាំងអស់ហ្នឹងសំខាន់ក៏ប៉ុន្តែដើម្បីធានាអំពីលំហមួយដែលរដ្ឋធានាថាពលរដ្ឋហ្នឹងគឺថាអាចប្រើប្រាស់មានសិទ្ធិ digital ចឹងរដ្ឋធានាថាការប្រើប្រាស់សិទ្ធិការប្រើប្រាស់សេរីភាពហ្នឹងគឺថាត្រូវបានទទួលការការពារអញ្ចឹងយើងត្រូវថ្លឹងថ្លែងរឿងខ្លឹមសារច្បាប់ដូចខ្ញុំបានលើកខាងដើមហ្នឹងធ្វើមិនក៏ដោយឲ្យច្បាប់យើងមានហើយគឺថាបង្កនៅការជួយសម្រួលការការពារទៅដល់អ្នកប្រើប្រាស់ដល់ប្រជាពលរដ្ឋមិនមែនយើងមានច្បាប់ហើយប្រជាពលរដ្ឋគាត់បារម្ភរឿងតាក់ទងនឹងការប្រើប្រាស់លំហ digital លំហអ៊ីនធឺណិតហ្នឹងទេបាទហើយបងដូចបងនិយាយចំណុចមិញដែលថាទិន្នន័យអីដែលដាក់នៅលើ digital ហ្នឹងដូចខ្ញុំកាក់ងារជាក់ស្ដែងក៏មានថាយើងពឹងផ្អែកលើ digital ដើម្បី store ឯកសារយើងនឹងដែរអញ្ចឹងបងអាចថាដោយសារតែបងតាមការសង្កេតរបស់បងធ្លាប់ឃើញថាមានស្ថានភាពណាមួយដែលសិទ្ធិ digital របស់យើងត្រូវបានគេរំលោភបំពានឬក៏មិនត្រូវបានគេមិនគោរពទេបងយុគសម័យ digital អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជានេះជាលំហូរចូលមួយដែលគេហៅថាជាលំហូរមួយដែលពេលខ្លះយើងក៏នឹកស្មានអត់ដល់ដែរដោយសារហេតុអីដោយសារកាលណាលំហូរចូលនៃប្រព័ន្ធ digital ខុសពីការរំពឹងទុកឬក៏យើងអត់បានត្រៀមលក្ខណៈទុកមុនមានន័យថាយើងនៅមានកង្វះខាតច្រើនណាស់អញ្ចឹងបានគេនិយាយអំពីរឿងកម្រិតនៃការយល់ដឹងការឆ្លើយតបរបស់ប្រជាពលរដ្ឋដូចគេហៅថាទឹកបាក់ទំនប់អញ្ចឹងកាលណាទឹកបាក់ទំនប់យើងអត់បានត្រៀមលក្ខណៈនៅក្នុងការពារសុវត្ថិភាពរបស់យើងអញ្ចឹងមានន័យថាយើងទទួលរងផលប៉ះទង្គិចធ្ងន់ធ្ងរដូចរឿង digital នេះអញ្ចឹងកាលណាវាហូរមកកាលណាវាមកដល់ភ្លាមយើងអត់បានត្រៀមលក្ខណៈជាពិសេសគឺចំណេះដឹងនៅក្នុងការប្រើប្រាស់របស់យើងមិនត្រឹមតែប្រើប្រាស់ប្រព័ន្ធ digital ទាំងអស់ហ្នឹងគឺចំណេះដឹងទាំងការការពារខ្លួនយើងពីការរុករានពីការវាយប្រហារពីខាងក្រៅឬមួយក៏ពីការរំលោភបំពានសិទ្ធិសេរីភាពរបស់យើងពីខាងក្រៅសិទ្ធិសេរីភាពរបស់យើងខ្ញុំលើកអំពីរួមទាំងសិទ្ធិដែលគេហៅថាសិទ្ធិឯកជនភាពរបស់យើងដែរសិទ្ធិឯកជនភាពនៅពេលដែលប្រព័ន្ធ digital យើងទាំងអស់គ្នានៅលើគេហៅថានៅលើលំហអញ្ចឹងមានន័យថាទិន្នន័យរបស់យើងងាយស្រួលនឹងអ្នកផ្សេងទៀតយកទៅប្រើប្រាស់ការដែលយកទិន្នន័យរបស់យើងទៅប្រើប្រាស់ដោយមិនមានការអនុញ្ញាតសុទ្ធតែជាការរំលោភបំពានហើយរួមទាំងរូបភាពរបស់យើងរួមទាំងព័ត៌មានរបស់យើងនៅលើប្រព័ន្ធអ៊ីនធឺណិតក៏ដោយមិនមានការអនុញ្ញាតសុទ្ធតែជាការរំលោភបំពានសិទ្ធិឯកជនរបស់យើងហើយអញ្ចឹងទាំងអស់ហ្នឹងដែលខ្ញុំលើកថាវាមានការរំលោភបំពានហើយការរំលោភបំពានខ្លះជាការរំលោភបំពានដោយមិនដឹងខ្លួនការរំលោភបំពានខ្លះទៀតជាការរំលោភបំពានដោយចេតនាមានន័យថាបុគ្គលឬក៏ក្រុមណាមួយយកទិន្នន័យរបស់យើងដោយចេតនាយកទៅប្រើប្រាស់ឧទាហរណ៍ដូចជាក្នុងករណីយើងដឹងហើយមានប្រព័ន្ធទូរស័ព្ទខ្លះសូម្បីតែលេខទូរស័ព្ទរបស់យើងហ្នឹងក៏យកទៅឲ្យក្រុមហ៊ុនផ្សេងប្រើប្រាស់ផ្ញើសារមកឲ្យយើងសូម្បីតែរឿងកាស៊ីណូអនឡាញហ្នឹងគឺយើងទទួលសារមួយថ្ងៃក៏រាប់មិនអស់រឿងជារឿងដែលយើងអត់បានព្រមព្រៀងបាទណាយើងអត់បានព្រមព្រៀងហើយរឿងតាក់ទងជាមួយនឹងចំណុចខ្លះទៀតយើងមិនសូវបានចាប់អារម្មណ៍ក៏ប៉ុន្តែដោយសារក្នុងពេលបច្ចុប្បន្ននេះងាយស្រួលពេកដែលប្រជាពលរដ្ឋលោកប្រើប្រាស់ទូរស័ព្ទឆ្លាតវៃហ្នឹងជាប្រព័ន្ធទូរស័ព្ទមួយសំខាន់ល្អដែលគ្រប់បែបយ៉ាងគឺនៅលើហ្នឹងកាលណាយើងនិយាយ digital មានន័យថាគ្រប់បែបយ៉ាងនៅលើហ្នឹងទាំងអស់បាននៅលើ smartphone តែមួយដូច្នេះគ្រាន់តែប្រើមេដៃ touch screen ចុះឡើងថតរូបក៏ស្រួលបើអត់ចាំបាច់ print អត់ចាំបាច់អីទេថតរូបបានចង់ផុសប្រមាណសន្លឹកក៏បានទាំងអស់ហ្នឹងភាពងាយស្រួលកាលណាយើងខ្វះចំណេះដឹងផ្នែកគេហៅថាមូលដ្ឋានគ្រឹះនៃការយល់ដឹងរឿងតាក់ទងជាមួយនឹង digital មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីរឿងសុវត្ថិភាពអំពីរឿងតាក់ទងនឹងការប្រើប្រាស់ទិន្នន័យព័ត៌មានហើយជាពិសេសសិទ្ធិរបស់បុគ្គលខ្ញុំគិតថាយើងងាយស្រួលនឹងធ្លាក់ចូលទៅក្នុងការរំលោភបំពានសិទ្ធិរបស់បុគ្គលផ្សេងទៀតបាទ
បាទបងត្រូវពួកយើងមើលឃើញថារឿងរ៉ាវបញ្ហាច្រើនហើយបើសិនជាយើងអត់ត្រូវបានការពារទៀតបញ្ហាហ្នឹងវាកាន់តែរីកទៅទៀតអញ្ចឹងបងអាចថាបងមានជាអនុសាសន៍អីទៅកាន់យុវជនយើងឬក៏ទៅកាន់អ្នកដែលប្រើប្រាស់digital ហ្នឹងដើម្បីអាចឲ្យពួកគាត់ពង្រឹងនៅសិទ្ធិរបស់ខ្លួនឯងបានណាបងបច្ចុប្បន្នលទ្ធភាពនៃការធ្វើឲ្យខ្លួនយើងរីកចម្រើនធ្វើឲ្យវាមានវឌ្ឍនភាពផ្នែកសមត្ថភាពផ្នែកអ្វីផ្សេងសម្រាប់ខ្លួនយើងគឺនៅជុំវិញខ្លួនយើងមិនតាណាឆ្ងាយទេនៅជុំវិញខ្លួនយើងពេលខ្លះនៅនឹងបាតដៃរបស់យើងដែលធ្វើឲ្យវាមានភាពងាយស្រួលសម្រាប់យើងមែនទែនក៏ប៉ុន្តែដូចខ្ញុំបានលើកឡើងអញ្ចឹងគឺថាឱកាសហើយនឹងលទ្ធភាពវាមានផ្សេងគ្នាកាលណាយើងនិយាយអំពីរឿង digital right យើងចង់ទទូចដល់រដ្ឋាភិបាលឲ្យលោកធ្វើមិនក៏ដោយឲ្យធានាថាប្រជាពលរដ្ឋគ្រប់រូបគឺថាគាត់អាចមានលទ្ធភាពគាត់មានសមត្ថភាពតាមរយៈការបដិបដាធនធានអញ្ចឹងខ្ញុំគិតថាកន្លែងរឿងការបដិបដាធនធាននេះយើងនាំគ្នាចូលរួមជួយទាំងការលើកកម្ពស់ការយល់ដឹងឬមួយក៏ការផ្សព្វផ្សាយអប់រំតាមប្រព័ន្ធ digital គ្រប់គ្នាគឺសិតតែអាចធ្វើទៅបានដោយសារគ្រប់គ្នាសិតតែមានប្រព័ន្ធទូរស័ព្ទឆ្លាតវៃម្នាក់មួយនៅក្នុងប្រព័ន្ធ digital ហ្នឹងគឺថាខ្សត់បែបយ៉ាងគឺនៅកន្លែងហ្នឹងអញ្ចឹងយើងសុទ្ធតែអាចចូលរួមចំណែកនៅក្នុងការលើកកម្ពស់ការយល់ដឹងយុទ្ធនាការភ្លៀងរលឹមដើម្បីធ្វើម៉េចឲ្យប្រជាពលរដ្ឋលោកមានការយល់ដឹងដាក់ទុនចូលដើម្បីបង្កើននៅការអប់រំតាមរយៈ training ជាដើមតាមរយៈការអនុវត្តទូនីតិរបស់អង្គការមិនមែនរដ្ឋាភិបាលក្រុមហ៊ុនផ្នែកឯកជនហ្នឹងធ្វើម៉េចក៏ដោយយើងវិនិយោគដើម្បីជំរុញការលើកកម្ពស់ការយល់ដឹងរឿង digital រឿងតាក់ទងជាមួយនឹងសុវត្ថិភាពលើប្រព័ន្ធ digital ហ្នឹងឲ្យបានកាន់តែទូលំទូលាយថែមទៀតហើយមួយចំណុចទៀតតាក់ទងជាមួយនឹងរឿងការដែលរៀបចំឲ្យមានគោលនយោបាយរៀបចំច្បាប់ដែលសម្រួលដែលធ្វើឲ្យកាន់តែមានភាពងាយស្រួលដែលធ្វើឲ្យកាន់តែមានភាពមួយដែលប្រជាពលរដ្ឋលោកយល់ឃើញថាមានសុវត្ថិភាពជាងមុនអត់ភ័យខ្លាចអាចងាយនឹងប្រើប្រាស់បានច្រើនជាងមុនដូចយើងសប្បាយប្រើប្រាស់ digital ឬក៏ internet នឹងបានច្រើនជាងមុនដែរអញ្ចឹងយើងត្រូវធ្វើរុញអាហ្នឹងឲ្យទៅមុខថែមមួយកម្រិតទៀតរឿងដែលសំខាន់បំផុតដើម្បីរុញទៅបានហ្នឹងគឺថាលុះត្រាតែការរៀបចំគោលនយោបាយគ្រប់គ្រងរបស់យើងជាពិសេសច្បាប់ហ្នឹងគឺជាការរៀបចំគោលនយោបាយច្បាប់មួយដែលចាំបាច់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធយើងធ្វើម៉េចក៏ដោយឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់ជ្រុងជ្រោយអញ្ចឹងខ្ញុំគិតថាយើងនឹងមានលទ្ធផលមួយនៅក្នុងរយៈពេល5ឆ្នាំ10ឆ្នាំទៅមុខទៀតគឺថានៅក្នុងសង្គមរបស់យើងពលរដ្ឋគាត់នឹងសប្បាយគាត់នឹងរីករាយប្រព័ន្ធ digital ហ្នឹងនឹងត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពហើយសុវត្ថិភាពទៀតដើម្បីចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិរបស់យើងបាទបងអញ្ចឹងបើសរុបមកវិញមកយើងមើលឃើញថាសិទ្ធិ digital គឺជាសិទ្ធិយើងទាំងអស់គ្នាម្នាក់ដែលត្រូវតែមានហើយទន្ទឹមនឹងហ្នឹងក៏យើងមានឃើញមានបញ្ហាមួយចំនួនដែលកើតមានឡើងជាមួយនឹងសិទ្ធិ digital ដែរអាចនិយាយបានថាអ្នកដែលគួរតែមានការដែលចូលរួមច្រើនយើងថារដ្ឋាភិបាលដែលគាត់អាចគួរតែទៅលើច្បាប់ក៏ដូចជាមានការជំរុញបន្ថែមទៅលើហ្នឹងបាទតែមិនយើងនិយាយតារដ្ឋាភិបាលមានន័យយើងទម្លាក់ទៅតារដ្ឋាភិបាលវាគួបផ្សំជាមួយនឹងទូនីតិការអនុវត្តទូនីតិរបស់យើងទាំងអស់គ្នាថែមទៀតដូចខ្ញុំបាននិយាយខាងដើមអញ្ចឹងថានៅក្នុងសម័យ digital សពបែបយ៉ាងគឺអត់ចាំបាច់លុះត្រាតែរដ្ឋាភិបាលផ្ដល់ឲ្យទេវានៅជុំវិញយើងទេឧទាហរណ៍បើសិនជាយើងមានអ៊ីនធឺណិតយើងមានប្រព័ន្ធបច្ចេកវិទ្យា digital យកមកប្រើប្រាស់មានន័យថាយើងក៏អាចនឹងផ្ដល់នៅគេហៅគុណសម្បត្តិសម្រាប់ជីវិតឬក៏ការរីកចម្រើនរបស់យើងបានដែរអញ្ចឹងកន្លែងហ្នឹងវាផ្ដើមចេញពីយើងដែរដូច្នេះវាចាំបាច់ឲ្យយើងបដោះភាពសកម្មរបស់យើងដែរ proactive នៅក្នុងការសិក្សាស្វែងយល់ដោយខ្លួនឯងអភិវឌ្ឍសមត្ថភាពដោយខ្លួនឯងហើយការការពារដោយខ្លួនឯងជាមួយគ្នាហ្នឹងមិនត្រឹមការការពារបើសិនជាយើងមើលឃើញថារដ្ឋាភិបាលមិនបានផ្ដល់ឲ្យយើងទៅតាមអាសិទ្ធដែលយើងមានអាសិទ្ធ digital ដែលយើងមានអត់បានផ្ដល់ចំណុចនេះឲ្យយើងត្រូវតែចេះទៀមទាដែរបាទព្រោះយើងអត់ចេះទៀមទាជួនកាលគេមិនដឹងថាយើងត្រូវការអីមិនចឹងបាទដូចថាឥឡូវដូចស្មាតទៅយើងប្រៀបធៀបតាកាលមុនចាស់អាសានិយាយដូចជ្រូកចឹងបើសិនវាអត់ស្រែកយំធ្វើមិនម្ចាស់ដឹងថាជ្រូកនៅវាឃ្លានបាយបាទយ៉ាបងត្រូវអូបាទអរគុណច្រើនមែនទែនបងសម្រាប់ការដែលបញ្ចូលរបស់បានពីតែសិទ្ធិ digital អញ្ចឹងខ្ញុំគិតថាកិច្ចពិភាក្សាយើងថ្ងៃនេះក៏បានមកដល់ទីបញ្ចប់ហើយអរគុណបងម្ដងទៀតដែលចំណាយពេលវេលាចូលរួមកម្មវិធីរបស់យើងថ្ងៃនេះហើយក៏អរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់យើងហើយពួកយើងនឹងពំនាំនៅប្រធានបទផ្សេងជុំវិញ digital នេះមកកាន់អ្នកទាំងអស់គ្នាទៀតអញ្ចឹងកុំភ្លេចតាមដានអរគុណច្រើនអញ្ចឹងជំរាបលាបាយបាយ